តោះយើងចាប់ដើមចាថ្ងៃមុនយើងមកដល់ learning assessment ទេដល់កន្លែងហ្នឹងណាចឹងនេះយើងបន្តទៅ Scikit ដែលវាមាន dependent source សម្រាប់ loop ណាដូចករណីនេះអញ្ចឹងយើងមាន voltage control voltage source នេះណាគឺយើងយក Vx ទៅ control ប្រភពតង់ខ្យងហ្នឹងប្រភពតង់ខ្យងមានតម្លៃស្មើនឹង 2Vx ជាមួយ Vx នឹងស្មើប្រមាណយើងគុណ2វាទៅណាបើស្មើ4វ៉ុលនេះ8វ៉ុលអញ្ចឹងទៅហ្នឹងហើយអញ្ចឹងប្រភពរបស់យើងកន្លែងនេះគឺជាប្រភពអាស្រ័យ dependent source អញ្ចឹងយើងធ្វើធម្មតាយើងរៀនពីមុនអាម៉េចយើងកុំទាន់តក់ slot ជាមួយនឹងវាធ្វើវាធម្មតាចុងក្រោយយើង unlock control parameter ទៅគឺ Vx នឹងអីជា control parameter របស់យើង Vx ស្មើប្រមាណណានេះ Vx នេះ Vx របស់យើង Vx ស្មើប្រមាណហ្នឹងហើយអញ្ចឹង Vx គឺកន្លែងចន្លោះ node មួយហ្នឹងណាអញ្ចឹងវាស្មើជាមួយនឹង 4k i1 4k i1 ពីព្រោះតែចរន្ត i1 គឺរត់កាត់ resistance 4k ហ្នឹងឯង i2 អត់កាត់ទេហ្នឹងហើយឧបមាថាយើងគូស loop i2 នេះយើងគូសចែកណាយើងអត់គូសទៅអញ្ចឹងទេដោយសារសភៅគេគូសឲ្យអាហ្នឹងអញ្ចឹងVx របស់យើងគឺត្រូវស្មើជាមួយនឹង 4k គុណនឹងចរន្តកន្លែងនោះគឺ i1 minus i2 ពីព្រោះតែនៅកន្លែង resistance 4k ហ្នឹងគឺមានចរន្ត2ដែលរត់កាត់វាយល់ទេហ្នឹងគឺ i1 រត់មកក្រោម i2 រត់ទៅលើករណីគូអញ្ចឹងណាហ្នឹងហើយយើងដឹងហើយ Vx គឺនៅកន្លែង node នេះអញ្ចឹងចរន្តអូចុះមកក្រោមហើយព្រោះខាងបូកនៅខាងលើខាងដកនៅខាងក្រោម power absorb ទេហ្នឹងអញ្ចឹងដកអញ្ចឹងអាហ្នឹង case by case ករណីទៅតាមបរិបទនៃការគូស loop របស់យើងយើងធ្វើតាមគេទៅកុំឲ្យវាពិបាកគូសញ៉ៃទៀតឥឡូវគូសតាមគេអញ្ចឹងយើងមើល loop ទី1របស់យើងគឺនេះទេ i1 របស់យើងហ្នឹងហើយអញ្ចឹងយើងមើល i1 មានប្រមាណ 6k 2គីឡូ4គីឡូអញ្ចឹង 6k i1 ទេ 6k i1 ហើយសម្រាប់ចរន្តទី2មានប៉ះជាមួយនឹង loop យើងអត់មានគឺ 2k អញ្ចឹងស្របគ្នាណា i1 រត់ទៅខាងនោះ i2 ក៏រត់ទៅខាងនោះហើយរត់ស្របហ្នឹងហើយអញ្ចឹងវាស្មើនឹង 2k i2 ហើយដក 2vx ណាសញ្ញាដកដែរស្មើ0 kvl ណាតង់ក្នុងមួយ loop បិទចិត្តស្មើ0អានេះយើងទៅសេយកតែម្ដងប៉ុន្តែបើសិនយើងមិនតន់ start ទេអាចទៅសេធម្មតាអូខេ i1 ចេញដំណើរមកប៉ះជាមួយនឹងដក 2vx ហ្នឹងហើយដល់ដំណើរម្ដងនេះ2គីឡូអូខេបូកជាមួយនឹង 2k កន្លែងនោះគឺមាន resistance នេះមានចរន្តចំនួន2រត់កាត់វាគឺ i1 plus i2 ស្របគ្នាណា i1 ក៏រត់ទៅខាងស្ដាំ i2 ក៏រត់ទៅខាងស្ដាំ direction មកវាហើយបន្តចុះមកក្រោមយើងបូកជាមួយនឹង 4k i1 ហើយស្មើ0អានេះបើយើងទៅសេធម្មតាតែបើយើងពលាតមុខកញ្ចក់ចុះចុះឡើងវាឃើញដូចអានេះដែរអញ្ចឹងណាយើងបាននិយាយគ្នានៅមេរៀនមុនរួចហើយហ្នឹងហើយអញ្ចឹងយើងបានសមីការមួយបាទដែរនៅ loop ទី2យើងមើលវាប៉ះជាមួយ i1 អត់ប៉ះគឺកន្លែង2គីឡូហើយស្របគ្នាអញ្ចឹងបូក 2k i1 ណាហើយ resistance របស់យើងគឺ2នឹង6អញ្ចឹង 8k i2 k
kế 2 kg 6 kg nè hơi đo pi về x của chúng ta đo pi về x để ai thu bởi dưỡng hơi smơ cho mỗi nước 7 của đo 7 từ kháng sáng bột 7 chứ ban pi mấy ca vào đây này chứ mấy ca thì 7 cứ về x con ai nè ai chẳng hạn nèយើងទៅសេខាងនេះចុះជាង vx របស់យើងគឺស្មើនឹង 4k i1 ណាហើយបើយើងទៅសេរុញ 4k នេះចឹងដក 4k i1 ណាបូកជាមួយនឹង0 i2 i2 អត់មានទេបូកជាមួយនឹង vx ស្មើ0ហ្នឹងស្មើការមួយទៀតបាទដែរយើងគ្រូទៅសេជាមួយគ្នាមកចឹងដក 4k i1 បូកនឹង0 i2 បូកជាមួយនឹង vx ស្មើ0ហ្នឹងចឹងយើងបាន3សមីការ3អញ្ញត្តិហ្នឹងបើយើងចង់ទៅភ្លើ3សមីការ3អញ្ញត្តិបើយើងមិនចង់ទេយើងជំនួស vx ទៅតាមសមីការនីមួយៗទៅវាអស់ហើយសល់តែ2សមីការ2អញ្ញត្តិទេសាច់យើងនេះជ្រើសរើសណាហើយនេះយើងនេះមកដោះស្រាយតិចទៅអូខេmatrix A របស់យើងទេ matrix A របស់យើងគឺ6 2ដក2 6 2ដក2 2 8ដក2 8ដក2មើលឃើញ2 8ដក2ហើយនេះដក4 0 1ហ្នឹងហើយនេះណាអូខេ matrix B របស់យើង0 3 0ដោះស្រាយរួមមកហ្នឹងហើយចឹង i1 របស់យើងគឺ 1.5 មីលីអាំពែ i2 របស់យើងគឺ 1.5 មីលីអាំពែហើយ vx របស់យើងគឺ6 វ៉ុលហើយយើងចង់រក v0 អញ្ចឹង v0 ឃើញនៅក្នុងនេះណា v0 នេះ v0 v0 គឺអា v របស់ 6k ហ្នឹងហើយបាទ resistance 6k ហើយមានតែចរន្ត i2 ទេរត់កាត់វាអញ្ចឹង v0 ស្មើនឹង 6k គុណនឹង i2 ហើយអញ្ចឹង 6k គុណនឹង 1.5 មីលីអាំពែគឺ 9 វ៉ុលណាតែទៅសេក្នុង MATLAB ក៏បានដែរយក6គុណជាមួយនឹងចម្លើយទី2របស់យើង AMS2 I2 ស្មើនឹង 9 វ៉ុល 9 វ៉ុលណានេះសំណួរនេះយើងនេះបើមានសួរណាបាទលោកតន់ផ្សេងអីមើលផងទៅទៀតអញ្ចឹងយើងលំហាត់ទីឧទាហរណ៍ទី 3.18 រក v0 ដដែលណា v0 នេះជាង v0 នេះបើយើងមើលទៅក្នុងសេគិតរបស់យើងគឺវាស្មើជាមួយ 6k គុណជាមួយនឹង i3 បើយើងរក i3 ឃើញយើងរក v0 ឃើញហ្នឹងហើយហើយចម្លើយគឺគូ capture មកដែរឃើញ 8.25 យើងមើលក្នុង loop របស់យើងឃើញថា loop របស់យើងមានប្រភពចរន្តដែរចឹង i1 ចឹងយើងអាចទាញរកឲ្យ i1 គឺស្មើជាមួយនឹង vx លើ2000ហ្នឹងគឺ 2k ហ្នឹងហើយពួកយើងគូស loop ទៅវាស្របជាមួយប្រភពចរន្តហ្នឹងហើយ i2 របស់យើងគឺប្រហែល2 មីលីអាំពែi2 គឺ2 មីលីអាំពែឬក៏យើងទៅសេថា2លើ k ចឹងក៏បានដែរ2លើ k អំពែចឹងដែរតោះណាចឹងយើងមើលចឹងមុនយើងដោះស្រាយយើងមើលតើយើងមានប្រភពចរន្តចំនួន2ហ្នឹងហើយ
ចឹងកន្លែងយើងគូសអញ្ចឹងមានតែវា occupy យកប្រភពចរន្តហ្នឹងឯង I1 គឺយកអាប្រភព dependent source I2 គឺយកអា2 milliampere ហ្នឹងឯងអញ្ចឹង I3 ត្រូវគូសកិច្ចអាហ្នឹងគូសកិច្ចអាហ្នឹងអញ្ចឹងណាអញ្ចឹងយើងនៅតែមក loop ទេហើយយើងមាន control parameter របស់យើងហើយ control parameter របស់យើងអាចបំបែកវាឥឡូវក៏បានយើងទុកតិចទៀតក៏បានដែរព្រោះវាអត់មានពាក់ព័ន្ធអីទេ control parameter របស់យើងគឺ Vx ទេ Vx ហើយយើងមើលទៅ Vx នៅកន្លែងណានេះ Vx របស់យើងគឺយកនៅកន្លែងនេះ control នៅកន្លែងនេះហ្នឹងហើយអញ្ចឹង Vx របស់យើងមានន័យថាតង់ខ្យងរបស់អា resistance 4K ហ្នឹងហើយទេប៉ុន្តែយើងត្រូវមើលសញ្ញាពីព្រោះតង់ខ្យងគឺវាសំខាន់នៅលើសញ្ញាបូកសញ្ញាដកហ្នឹងឯងសញ្ញាបូកនៅខាងនេះបើសញ្ញាបូកខាងនេះមានថាយើង expect ចរន្តហូរចូលពីខាងស្ដាំទៅឆ្វេងចរន្តហូរពីឆ្វេងពីស្ដាំទៅឆ្វេងអញ្ចឹងណាអញ្ចឹង Vx របស់យើងគឺស្មើនឹង V4K ហ្នឹងគឺស្មើជាមួយ resistance 4K គុណជាមួយនឹងចរន្តហើយចរន្តយើងមើល resistance របស់យើងមានចរន្តចំនួនប្រមាណដែលរត់កាត់វាណាគឺមាន I1 និង I2 ហើយទិសដៅយើងដែលស្របនឹងតង់ខ្យងរបស់យើងគឺ I1 អញ្ចឹងវាស្មើនឹង I1 minus I2 ចេះតោះនេះនេះយើងតន់អូខេបាទយើងមើលតាមហ្នឹងអញ្ចឹងយើងពលាតតិចទៅ 4K គុណនឹង I1 ត 4K គុណ I2 ហើយយើងមើលទៅ I1 យើងមាន I2 យើងមានI1 របស់យើងគឺស្មើនឹង Vx លើ 2K ហ្នឹងហើយអញ្ចឹង 4K ស្រួល 2K សល់2អញ្ចឹងគឺ 2Vx ហ្នឹងហើយហើយដកជាមួយនឹង 4K គុណ I2 យើង2 milliampere អញ្ចឹង8 K គុណ millivolt អញ្ចឹងណាហ្នឹងហើយដក8ហើយ Vx នេះអញ្ចឹងទីរោ Vx បានណាអញ្ចឹង Vx របស់យើងស្មើប្រមាណ Vx របស់យើងស្មើនឹង8ទេឬ8ម្នាក់មកហ្នឹងហើយអញ្ចឹងយើងអាចសរសេរបានថា Vx របស់យើងគឺស្មើនឹង8អញ្ចឹងយើងទី I1 ឃើញហើយ I1 គឺស្មើនឹង4 milliampere ឃើញទេបាទលោកគ្រូហ្នឹងហើយអញ្ចឹង Vx ស្មើ8ណាគ្រូលុបចោលដើម្បីយកកន្លែងសេមើលអញ្ចឹងឯងនិយាយទៅយើងកុំតន់ញ៉ៃជាមួយនឹងឃើញអីណា dependent source អីមិនទេ dependent source ទៅតែរោ parameter control របស់វា relate យ៉ាងម៉េចយើងដោះស្រាយធម្មតាដូចធម្មតាមុនតោះអញ្ចឹងយើងនៅតែ loop ទី3ទេ loop ទី3របស់យើងអញ្ចឹងយើងមើលមកយើងមើលទៅសេបើយើងទៅសេកាត់យកតែម្ដង loop ទី3ជាមួយ loop ទី2អត់មានប៉ះ resistance នេះទេមានតែអត់មានពាក់ព័ន្ធនេះទេវាមានប្រភព3 volt នៅកណ្ដាលអត់អីទេអញ្ចឹងវាប៉ះជាមួយ loop ទី1 I1 ហ្នឹងគឺ2គីឡូអញ្ចឹងដក 2k I1 ទេហ្នឹងហើយបូកជាមួយនឹង 0 I2 ណាហើយបូកជាមួយនឹង 8k I3 2គីឡូ6គីឡូ8គីឡូហើយស្មើនឹង3ដក3រុញទៅអង្គខាងស្នាមស្មើ3ហ្នឹងហើយអត់ទេអញ្ចឹងយើងមានអស់ហើយហ្នឹងមាន I1 ក៏មាន I1 មាននឹងឯងណា I1 គឺ4 milliampere យកគុណ2គឺដក8ណាបូកជាមួយនឹង 8k I3 ស្មើនឹង3ហ្នឹងហើយចឹង I3 របស់យើងគឺស្មើនឹង11លើ 8k ហ្នឹងហើយស្មើ11លើ 8k ចឹងទៅចឹងដើម្បីរោ V0 ណាវាស្មើនឹង 6k គុណជាមួយនឹង11លើ 8k ហ្នឹងហើយចឹងណាយើងវាឃើញស្រួលនឹង2ទៅបាន33លើ4 វ៉ុលហ្នឹងហើយ33លើ4 វ៉ុលអញ្ចឹង V0
3 trên 4 ឃើញ 8.25 ហ្នឹងហើយឃើញទេដូចចម្លើយគេណាអញ្ចឹងលំនាំនៃការដោះស្រាយវាអញ្ចឹងឯងយើងគូស loop យើងមើលវាប៉ះនឹងប្រភពចរន្តបើប៉ះវាស្មើតម្លៃហ្នឹងឯងវា occupy យកឯងតែបន្ទាប់ទៀត loop មួយទៀតមកវាជួប control parameter យើងមើលតាមហ្នឹងទៅ unlock វាទៅដោះស្រាយមកទៅទៀតណាលំហាត់មួយនេះអឺនឹងសភៅចម្លើយខុសបើគូដោះស្រាយទៅវាឃើញអត់ដូចក៏គូ simulation មកជំនាន់នោះគូ simulation មកទៅយើងវាស់ simulation ក៏ដូចចម្លើយដែលវាដោះស្រាយអញ្ចឹងណាអញ្ចឹងយើងមាន4 loop ទេ I1 I2 I3 I4 ហើយយើងមើលប្រភពចរន្តតិចទៅអញ្ចឹង I1 មកយើងទាញបានហើយ I1 មកយើងគឺស្មើជាមួយនឹង4 មីលីអាំពែហ្នឹងហើយឬក៏4 លើ K អញ្ចឹងទៅចុះ I2 របស់យើង I2 របស់យើងក៏ប៉ះប្រភពចរន្តដែរណាតែប្រភពអាស្រ័យគឺ Vx លើ PK ហ្នឹងហើយ Vx លើ PK អត់ណាហ្នឹងហើយហើយយើងអាច unlock ឥឡូវក៏បានដូច Vx ស្មើអីយើងមើលតាមហ្នឹងទៅហើយដោះស្រាយសម្រាយទៅបើយើងទុកសមីការក៏បានហ្នឹងគឺយើងទេតែយើងយកឃើញ Vx ស្មើអីយើងមើលទៅ Vx ស្មើអី Vx នៅកន្លែងណានេះកន្លែងនេះណាហើយអញ្ចឹងវាស្មើនឹង resistance គុណនឹងចរន្ត resistance យើងគឺ 2k ចរន្តកន្លែងនោះមានប្រមាណសរសៃរត់កាត់មាន2សរសៃគឺ I1 និង I3 ណាហើយទិសដៅតង់ខ្យងរបស់យើងគឺស្របមួយ I3 ណា absorb យើងស្មើនឹង I3 minus I1 នេះធ្វើតាមធម្មតាមកI3 minus PK I1 មកនៅ PK I3 I1 របស់យើងគឺ4មីលីអាំពែចឹងគុណនឹង PK ជាដក8ណា4មីលីអាំពែគុណ PK គឺដក8គេអាចទៅសេនេះឲ្យទៅស្មើនឹងPK I3 ដក8លើ PK អញ្ចឹងវាស្មើជាមួយនឹង I3 ដក4លើ K 4មីលីអាំពែណាហ្នឹងហើយអញ្ចឹង Vx របស់យើងអាចលុបចេញបានទុកវានេះមក 2k I3 ដក8ណាហ្នឹងហើយតោះនេះទៅនេះអូខេណាបាទហើយមួយទៀតយើងអាច unlock control parameter មួយទៀតទៅដោយសារយើងមាន ix នៅនេះវាយកមកបញ្ជានេះយើងដោះឲ្យក៏បានដែរix ស្មើអីមកដូរពណ៌ជូ ix ស្មើអីនេះយើង ix 4ដល់ i2 ស្មើនឹង i4 ដល់ i2 ដែរព្រោះវាមាន2សរសៃកន្លែងហ្នឹងហើយ ix យើងហូរពីឆ្វេងទៅស្ដាំវាស្របមួយ i4 ចាស់មួយ i2 ចឹងណាហើយយើងអាច i2 យើងមានហើយនេះ i2 យើងតាមរកឃើញនេះអូខេ i4 ទៅដដែលយើងចំនួនចូលទៅវាស្មើនឹង i4 ដកជាមួយនឹង i2 មេទៅដកដក4លើ k វាស្មើនឹង i4 តែដក i3 បូក4លើ k ណា i4 ដក i3 បូក4លើ k
នឹង ix របស់យើងយើងគ្រូទៅសេមកនេះមកពាក្យសារ space មិន i4 ដក i3 បូក4លើ k ទៅចឹងបើយើងមើលទៅយើងបានអានេះហើយណាចឹងលូបទី1យើងរួចហើយលូបទី2យើងរួចហើយចឹងនៅលូបទី3លូបទី4តែយើងទៅសេសមីការយើងមាន4សមីការ4លូបទេហ្នឹងហើយលូបទី1យើងមានតម្លៃ4មីលីអាំពែលូបទី2ក៏យើងមានតម្លៃដែរ Vx លើ 2k ហើយទាញទៅបានប៉ុណ្ណឹងហើយ unlock parameter ក៏យើងធ្វើរួចហើយដែរ Vx និង ix ចឹងយើងចាប់ផ្ដើមសេសមីការសម្រាប់លូបទី3មកលូបទី3លូបទី3វាប៉ះជាមួយនឹងលូបទី1ប៉ះជាមួយលូបទី4ចឹងណាអញ្ចឹងលូបទី3របស់យើងដក 2k i1 ហើយបូកជាមួយនឹងប្រមាណ 3k i3 ទេហើយដក 1k i4 ហ្នឹងហើយដក 1k ix ប្រភពរបស់យើងណាហើយស្មើ0 KVL តង់ខ្ញុំមក close loop ស្មើ0ហ្នឹងហើយអញ្ចឹងយើងបាន i1 រួចហើយ i4 រួចហើយ i3 3គីឡូដល់ ix អូខេយល់ទេហើយយើងយកមួយចំនួនមក ix យើងស្មើអីចូលទៅហើយ i1 យើងស្មើប្រមាណមីលីអាំពែអញ្ចឹងអញ្ញត្តិរបស់យើងគឺនៅតែ i3 ហើយ 4 ទេអញ្ចឹងណាអញ្ចឹងយើងចំនួនតិចមកយើងដក 2k i1 យើងគឺ4មីលីអាំពែអញ្ចឹងដក8អូខេហើយបូកជាមួយនឹង 3k i3 ហើយដកជាមួយនឹង 1k i4 ដកជាមួយនឹង 1k ix របស់យើងគឺ i minus i3 plus 4លើ k ស្មើ0ហ្នឹងហើយស្មើ0ហើយយើងសម្រួលតិចទៅនេះកុំឲ្យច្រឡំចឹងi3 របស់យើង14ណា 4k i3 ហើយបូក4អូខេតែនេះ i4 យើង 2k បូកជាមួយនឹង 2k i4 ហើយដក4ដក8ដក12ចឹងស្មើ12ហឺអត់ 4k i3 អូដកវាខុសទៅដក 1k i4 ដក 1k i4 ចឹងដក 2k ណាមានបូកដក 2k i4 ហើយដក8ដក4វាបូក12ដល់ខាងស្ដាំហ្នឹងគេបានសមីការនឹងមួយហើយណាបានសមីការនឹងមួយលូបទី4ឥឡូវដើម្បីយើងរក្សា space គូលុបចោលទៀតយើង record ដែរចាំ review មើលទៅថាចុះថាឡើងទៅបើសិនចង់មើលអញ្ចឹងកន្លែងនេះគឺ 4k i3 ដក 2k i4 ស្មើនឹង12ហ្នឹងហើយសមីការមួយទៀតប្រើពណ៌វាបៃតងលូបទី4វាប៉ះជាមួយនឹងលូបទី2និងលូបទី3អញ្ចឹងលូបទី2របស់យើងគឺដក 1k i2 ហើយដក 1k i3 ហើយបូកជាមួយនឹង 2k i4 ហើយស្មើនឹងបូក12អញ្ចឹងរួចយ៉ាងនេះដក12ទៅមើលឡើងវិញ confirm 1k i2 1k i3 2k i4 អូខេ i2 របស់យើងស្មើអីនេះជំនួសចូលមកនេះ i2 របស់យើងចឹងដាក់ចូលមកយើងសម្រួលតិចទៅចាញ់ហ่ะ
còn dương trong miền mấy ca nhặt trái nhưng miền để chân đua chẳng phải dương trong tới tuột đã tận đô đồ vậy tới mình lời dương một bài chứ chẳng bia đo mặc kề I2 bây giờ cứ I3 minus 4 over k minus mặc kề I3 buộc pk I4 mà nó đo đọc p đo mặc kề I3 buộc cho môi nâng 4 đấy đo mặc kề I3 buộc pk I4 mình đo đọc p trên mình đo pk I3 buộc pk I4 smờ nắng đo 4đo đọc của mùi đấy thế này đo PKI 3 buộc PKI 4mà đo đọc của mùi này này chết dân dân chó các bạn pi mấy cái pi nhạt mà là ai bệnh ai buồn hay đi chọn rồi phải bơm tiền thôi miễn lên lúc cần cái euro lúc cần từng nằng chẳng biết mà nó đo PK ai 3 buộc PK ai 4 mà nó đo đọc của mùi mấy cái này bạch từ mẹ lẹp tới được hả ai từ thiên bụng bạch bán đọ PK buộc PK số mà nè chẳng hay buộc buồn đọ pi do PK PKI 3 smile cho mùi nắng đọ buồn là ngày trên ai bây giờ ba chỉ smile cho mùi nắng đọ pi miliampere thế ai bây mặt đọ pi miliampere là ngày ai bây mặt đọ pi miliampere ai mùi mặt 4 miliampere cho IP bây giờ chụp ai bảy nè chân đỏ pi đỏ buồn chân đỏ phẩm mùi miliampere là ngày ai bảy giờ mà đỏ pi mà nè chân đỏ phẩm mùi miliampere ai buồn ai buồn dương dương đi tới nè nó chỗ ai bảy này máu chân ai buồn bây giờ ba chỉ smile cho mùi nắng PK ai bảy đỏ đập phẩm mũi lứa PK là ngày P quân P khơi 4là ngày đỏ 4đỏ đập vào mũi đỏ 4đỏ đập vào mũi lứa PK chẳng đỏ một thấy lứa PK chẳng đỏ đập miliampere chẳng hết này chẳng dừng rồi lục này cho bài summarize dùm lại thì nó chẳng I1 bao giờ chẳng khởi nhớ cái 4 miliampere I2 bao giờ đọc vào 10 miliampere I7 đọc 2 miliampere I4 đọc miliampere là ngày hay bây giờ mơ thiếp cho môi năng dùm lại một cái nhưng khởi nhớ 4 trăm trớ IP cái kênh vào mùi là phải cái đỏ vào mùi nè cái con mùi hay ai bấy đỏ 2 trăm trớ ai 4 cái kênh đỏ mùi chỉ số cái kênh đỏ đọc thì anh ấy còn không từ thời đấy là bây giờ thử simulation nó kênh chẳng I1 nè I1 dưỡng cái 4 miliampere thì I1 bây giờ I2 bây giờ cái đỏ vào mũi I2 bây giờ cứ đỏ vào mũi miliampere I3 này I3 cái đỏ pi I4 bây giờ đỏ đọc chẳng hạn nè của bạn bạc simulation đằng đấy ranh thế
Anh mơ lên tới cu lên anh ấy control parameter bao vi này chọn ix được tên này em cho ấy này nhưng vô cùng đủ sĩ kít đừng đây rồi sơ đợi luôn anh ấy mình đây tha chụp những bật slide lo chị cái slide mà này góc chó bây giờ lọc cho tất cả cái tế sĩ kít bây giờ cũng tụi tích bây giờ sĩ kít kia mà đạn tâm này đấy đấy thầm đá anh ấy chia sĩ kít nông dập hờ anh ấy simulation mình đã lơ ca tạ tay bọn một tờ cái design mà tệ là ngày ấy nó nông dập hờ cu group diamond đấy nó nông simulation cu moon tệ chẳng còn là symbol đó vì tệ tôi cái kia sầm khăn control với nè thế cái gì nhà control đấy này anh ấy đi kia đây bộ phận chuyển mới nè riêng đây mình để được nông simulation đó riêng moon nàyแต่มูลบอกเก๊กมี control อะไรเนี่ยมูลแต่vì independent software មានអីទេវាទាំងយ៉ាងនេះតម្លៃជាលក្ខចឹងណាហ្នឹងវាខុសនេះចឹងកន្លែងនេះយើងមើលនៅក្នុង circuit នេះប្រភពរបស់យើងប្រភពតង់ខ្យងរបស់យើងគឺ control ដោយ ix ប្រហែល 1k ix 1k គឺ 1000 អញ្ចឹងគ្រូវាយតម្លៃ 1000 កន្លែងនេះឃើញទេឃើញទេអត់បើលោក1000តោះទៀត ix គឺវាជាអ្នក control ណាហើយ ix នៅកន្លែងណា ix គឺនៅកន្លែងនេះមានថាចរន្តដែលរត់កន្លែងនេះចរន្តដែលរត់ទៅនេះយកតម្លៃនៃចរន្តដែលរត់កន្លែងនេះឯងយកទៅ control ណាអញ្ចឹងហើយចរន្តដែលរត់កន្លែងនេះណាដោយសារនេះគឺ label អក្សរ A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  មានថាវាជប់គ្នាចេះដូចតែយើងគូខ្សែអញ្ចឹងតែគូមិនចង់គូខ្សែទេកុំឲ្យវាឃើញញ៉ៃហ្នឹងហើយហើយ B ដូចគូជប់មួយ B ចេះឃើញទេយើងបើយើងមើលចរន្ត ix រត់ពីនេះទៅឆ្លងកាត់អានេះឆ្លងកាត់អានេះឆ្លងកាត់នេះហើយបានទៅនោះត្រូវអត់បានយល់ទេហ្នឹងហើយគឺយក ix មក control នឹងឯងមក control នឹងឯងអញ្ចឹង simulation មួយនេះបើគ្រូមិនចង់គូសAB អញ្ចឹងទេគ្រូអាចលុបចោលបានលុបចោលទៅយើងភ្ជាប់ពីកន្លែងនេះណាឲ្យវារត់មកចូលនេះសិនហើយមកចេញពីនេះទៅនេះអាហ្នឹង ix ណាអូ ix របស់យើងគឺរត់នេះមកចូលមក control អានេះចូល control នេះហើយបានរត់ទៅនោះវាដូចជាខ្សែចម្លងគាត់ថាប្រភពរបស់យើងឯនេះគឺ control ដោយចរន្តដែលរត់ ix ឯងចរន្តរត់កាត់ទៅនឹងឯងយកមក control អញ្ចឹងតម្លៃឃើញដូចគ្នាដាក់ទៅឲ្យខុសទេនេះខុសទេប៉ុន្តែគូចេះវាញ៉ៃអញ្ចឹងបើយើងប្រើ label ហ្នឹងមានថាឲ្យតែមានអក្សរ label ដូចគ្នាអក្សរដូចគ្នាគឺវា connect គ្នា A ទៅ A B មក B អញ្ចឹងណាហើយ C ទៅ C D ទៅ D អញ្ចឹងទៅហ្នឹងហើយប៉ុន្តែជាអក្សរដៅចំណាំនៅក្នុងប្រទេសយើងគូ label នៅកន្លែងនេះបាននេះយកមកណាយក label មកគូទៅយើងដាក់ឈ្មោះវាអីនេះគឺពាក្យ string គេនេះដៃដាក់ទៅចោតទេហ្នឹងហើយអញ្ចឹងបើយើងអត់ប្រើ label ទេមានតែយើងគូផ្ទាល់ហ្នឹងហើយគូផ្ទាល់គឺអូពីនេះមក
ណាជាប់នេះទៅហើយបានចេញពីនេះវារៀងញ៉ៃគឺខ្សែបាត់ណាបាត់ណីនេះហ្នឹងហើយវាមានន័យចឹងណាតោះអត់តោះអត់គឺយើងបាទហ្នឹងហើយផ្សេងតោះណាយើងមានន័យថាទៅតាន់ឡើងចរន្តហ្នឹងគ្រូ IX យើងមិននៅនេះហើយនេះ IX ទៅអត់បាទហើយពីមុននៅក្នុង CQ มันរត់កាត់ចេះនេះ IX យើងរត់ទៅនោះតែនៅក្នុង simulation វាមិនត្រូវយកអាហ្នឹងមក control ណាអញ្ចឹង IX របស់យើងគឺរត់មកនេះរត់មកនេះរត់ទៅចេះមិនទៅចេះដូចគ្នាអត់បាទអានេះដូចខ្សែចម្លងធម្មតាណាកន្លែងនេះនេះកន្លែង control នេះណាកន្លែង control នេះខ្សែចម្លងយើងធម្មតាអញ្ចឹងគាត់ថាវាគាត់តែយកតម្លៃ IX មកគុណជាមួយ 1000 អញ្ចឹងណា IX មកយកគុណជាមួយ 1000 អញ្ចឹង IX ទៅនឹងតែសៃកន្លែង IX រត់នេះប្រហែលពែឲ្យគុណ 1000 ទៅបានប្រភពតង់ខ្យងហ្នឹងយល់ទេយល់លោកគ្រូយល់ហើយបាទមានន័យចឹងឯងហើយវាគ្រូចេះគឺវាឃើញខ្សែខត់ខ្វែងអញ្ចឹងចឹងបានយើងអត់គូអញ្ចឹងទេយើងប្រើ label តែប៉ុណ្្នឹងទេហ្នឹងយើងប្រើ label ហើយប្រភពនេះ control លើអីបើយើងមើល CQ របស់យើងហើយតង់សុងហ្នឹងហើយយើងមើល CQ របស់យើងប្រភពចរន្តកន្លែងនេះណាគឺវា control ដោយ VX កន្លែងនេះចឹងណានៅក្នុង super circuit យើងវាមានអីពិបាកយើងទៅសេតែ VX មកហើយហ៎ឃើញ VX នៅណាវាយកទៅ control ទៅនៅក្នុង simulation វាត្រូវរៀង realistic តិចណារៀងពិតតិចហ្នឹងហើយអញ្ចឹងវាត្រូវយកតង់ខ្យងហ្នឹងមកយើងទៅចាប់តង់ខ្យងយើងចាប់តង់ខ្យងមកកន្លែងនេះមក control អីនេះបើ VX ស្មើប្រហែលយក VX ហ្នឹងចែក 2k ទៅហ្នឹងហើយអញ្ចឹងយើងដូចគ្នាទេយើងឃើញគេដាក់សញ្ញាបូកខ្លះទេនេះសញ្ញាបូកមានថាក្នុង circuit យើងឲ្យចាប់សញ្ញាបូកខាងនេះឃើញទេអញ្ចឹងគេត្រូវយកបូកមកចាប់នេះអាដកហ្នឹងមកចាប់តនេះអញ្ចឹងមានន័យអញ្ចឹងព្រោះ control តង់ខ្យងវាត្រូវមានសញ្ញាច្បាស់លាស់អញ្ចឹងខាងបូករបស់យើងក្នុងករណីនេះអញ្ចឹងបើសិនជាឧបមាណាឧបមាថា control voltage របស់យើងគេសេបូកខាងនេះដកនៅខាងនេះអូខេយើងចាប់អាបូកមកខាងនេះមកដកចាប់ទៅនេះទៅនិយាយរួមគឺដូចយើងកាន់ទៅកាប់អាគុយ2អញ្ចឹងខ្មៅហើយក្រហមអញ្ចឹងណាយកមកចាប់ថ្ងៃហ្នឹងអញ្ចឹងឯងឲ្យទៅឃើញខាងបូកចាប់ខាងបូកយកក្រហមមកចាប់ឃើញខាងដកយកខ្មៅទៅចាប់អញ្ចឹងទៅហ្នឹងហើយមានន័យអញ្ចឹងស្រៀងគ្នាអញ្ចឹងអញ្ចឹងកន្លែងនេះគឺដូចជាយើងគូសខ្សែដែរ C និង C link គ្នា D និង D link គ្នាចេះមានន័យអញ្ចឹងបើសិនជាគ្រូអត់ប្រើ label ណាអញ្ចឹងយើងសាកគូទៅដល់បញ្ចោលមកមានអីគ្រូគ្រូចុះបើករណីដែលវាមានវា control 2ហ្នឹងលោក2មិន control ឧទាហរណ៍ថាមាន resistance មួយទៀតចំពោះ current source ហ្នឹងលោកចំពោះcurrent control voltage source ហ្នឹងវាមានអាចថា resistance មួយទៀតហើយវាប្រើ IX ដែរចឹងហ្នឹងយើងគាត់ដាក់ដូចគ្នាទៅឬក៏ដាក់ label ដូចគ្នា AB ដូចគ្នាតើណាមានប្រភពច្រើនមួយទៀត control IX ដែរដាក់អញ្ចឹងឧមាថាយើងមានមួយទៀត
current control ហ្នឹងហើយនេះយើងដាក់មក ở đây là một thôi là x muối nó control pi cái này nhá អូចាំមានអីមានมันខ្វល់ទេយើងគូទៅ control 2កន្លែងអានេះមាន x មួយមានតែមួយតែប្រភពមានមួយតែប្រភពមួយទៀតគឺយើងគូមួយទៀតហ្នឹងឯងនេះប្រភពមួយទៀតអត់សូវយល់មួយឥឡូវទៅឲ្យបង្ហាញនេះសិនចឹងអានេះមានតែអញ្ចឹងបើយើងមិនគូ label ទេយើងមានតែយើងគូតារាគូទឹកខ្សែកន្លែងនេះណាគូនេះក៏បានដែរជាប់មកកន្លែងនេះទៅអានេះរត់មកក្រោមមកគេវាញ៉ៃញ៉ៃជាប់បញ្ជាក់ទៅហ្នឹងអញ្ចឹងហើយរ៉ាន់ទៅចម្លើយគឺអត់ខុសទេបូក4ដក6ដក2ដក10ឃើញទេបើនិយាយគូសគិតអញ្ចឹងវាចេះបានទេចម្លើយវាអត់ខុសណាតែគាត់ថាវាអត់ស្អាតចាចឹងទៅយើងគូ label ចឹងមិនណាតោះរៀនគូសមើលយើងសឹកគិតយើងរៀនកាណូដែរយើងគូសក្នុង simulation មើលយើងគូសគេហៅថាតាមសឹកគិតរបស់យើងគណនាមើលយើងគូស simulation ទៅយកមកវាស់ទាំងកន្លែងណាទៅវាដូចចម្លើយរបស់យើងអីអត់ចឹងណាមើលមេឃឯងនេះមើលគូសសំណួរឬក៏មិនអីច្បាស់បាទលោកគ្រូបាទ ព្រោះធម្មតា control វាអត់អីទេយើងហ្នឹងមានប្រមាណប្រភព control ix ដែរគឺយក ix ទៅប្រើតែមានអី3.20 កន្លែងនេះយើងមើលយើងមាន loop ប្រមាណ4ណា i1 i2 i3 i4 អានេះគឺដោយសារឧទាហរណ៍ហើយគេគូស loop ឲ្យយើងគេមិនគូសឲ្យគឺយើងត្រូវចេះគូសដែរហ្នឹងហើយហើយយើងត្រូវមានក្បួនមួយគឺថាត្រូវកិច្ចប្រភពចរន្តបើយើងមិនកិច្ចទេមានប្រើ super mesh អានេះអាចប្រើ super mesh បានដែរ mesh ទី1 mesh ទី3ហើយនឹង mesh មួយនេះអាច link គ្នាចូលបានណាហើយអានេះគឺតំណែង mesh វានឹងឯងអញ្ចឹងណាយើងអាចប្រើ super mesh បានហ្នឹងយើងបានរៀនរួចហើយ super mesh តែក្នុងការនេះយើងដោះស្រាយតាមគេចោះដោយសារគេគូសឲ្យយើងហើយយើងមុនធ្វើអីយើងមើល loop មើលអីទៅមានប្រភពចរន្តប្រមាណមាន1មាន2ហើយ loop ណាដែលវា occupy យកប្រភពហ្នឹងយើងស្រង់ទិន្នន័យចឹងសិនបាទណាស្រង់យកទិន្នន័យអស់ហើយដើម្បីថាជួយសម្រួលយើងមុនយើងចាប់ផ្ដើមធ្វើអីមួយយើងមានការត្រៀមមានការសង្កេតសិក្សាអីចឹងទៅវាលឿនហ្នឹងទៅចឹងយើងមើលនៅកន្លែងនេះយើងឃើញថាi1 របស់យើង i1 របស់យើងគឺស្មើជាមួយនឹងប្រភពហ្នឹងហើយនេះ i1 វាយើងគូសចេះអញ្ចឹងវាមកវាស្មើជាមួយប្រភពនេះទេហ្នឹងហើយអញ្ចឹង i1 គឺស្មើជាមួយនឹង2លើ k អាំពែឬក៏2មីលីអាំពែហ្នឹងហើយហ្នឹងឬក៏យើងទៅសេថា2លើ k អាំពែអញ្ចឹងណាប៉ុន្តែយើងមិនបាច់ទៅសេខ្នាតស្អីទេក្នុងការដោះស្រាយវានាំមកច្រឡំអីទៀត i3 ណា i3 របស់យើងក៏ដូចគ្នាប៉ុន្តែសញ្ញាដក2មីលីអាំពែហ្នឹងហើយទៅក៏ដក2លើ k ណាពីព្រោះតែ i3 របស់យើងគឺវាយកប្រភពមួយនេះណាព្រោះយើងគូស loop i3 របស់យើងកាត់ប្រភពហ្នឹងអញ្ចឹងវានៅតែ i2 និង i4 ទេពី loop ទេ i1 i 3គឺយើងមានតម្លៃរួចហើយអញ្ចឹងយើងមើលទៅ loop ទី2ណា i2 ឬក៏យើងចង់ unlock parameter control វាហើយក៏បានដែរអត់ចោតអីទេយើងដឹងថាអូមានអីមាន vx ទៅយកទៅ control vx ស្មើអីយើងអាចដោះស្រាយឲ្យហើយក៏បានមុនក្រោយហ្នឹង
យើងដឹងថា vx ស្មើអីកន្លែងនេះមើលមកគឺយើងមើលទីសិនមក vx ស្មើអីដាក់អ្នកម៉ាត់មើលស្មើ 1k គុណនឹង i 3 1k គុណ i 3មើលស្រួលមើល ដក i 3 ដក i 3 អត់ទាន់គ្រប់គ្រាន់ទេ មើលអស់មានប្រមាណទៅសិតអត់ ដក i 1មួយទៀត ចឹងស្មើនឹង i1 minus i3 minus i4 ណែមើលគ្រប់ជ្រុងជ្រោយអាហ្នឹងហ្នឹងហើយព្រោះ i4 ក៏រត់តាមនឹងដែរនេះ i4 នេះនេះ i4 នេះរត់លូបនេះ i4 i3 ក៏រត់តាមនេះដែរនេះ i1 ក៏រត់មកនេះយើងវា3សរសៃ3ចរន្តរត់កាត់វាហើយយើងមើល direction របស់វាណាហូតទៅណាហើយ i vx ញាក់បូកនៅខាងលើញាក់បូកនៅខាងលើយើង expect ចរន្តហូរពីលើមកព្រោះវា absorb power absorb ចឹងវាស្របជាមួយនឹង i1 ច្រាស់ជាមួយ i3 ហើយ i4 ញាក់ដកចឹងមកវាចង់យើងចង់រក net current ណាចរន្តសរុបចរន្ត net ចឹងវាស្មើអញ្ចឹងស្មើអញ្ចឹង i1 i3 យើងមានមកចុះ i1 i3 នេះ i1 ស្មើនឹង2មីលីអាំពែ i3 ស្មើនឹងដក2អញ្ចឹងវា4អញ្ចឹងវាស្មើនឹង4ដក 1k i4 ហ្នឹងព្រោះ i1 ស្មើនឹង2មីលីអាំពែ i3 ស្មើដល់2អញ្ចឹងដកប៉ះដកបូកអញ្ចឹង2បូក2 4មីលីអាំពែទេ4មីលីអាំពែគុណនឹង 1k វា4វ៉ុលហ្នឹងហើយអញ្ចឹងណាហើយ i4 យើងអត់ទាន់មានចឹងដាក់ធម្មតាអញ្ចឹងមកអញ្ចឹង vx របស់យើងគឺស្មើជាមួយនឹង4ដក 1k i4 តោះណាយើងទៅណាឡូបង តនគាត់ អញ្ចឹងយើងរលប់ចោលទៅវាយក space ទៅសេវា slide វាតូចយើងស្មើនឹង4ដក 1k i4 ចឹងទៅណា i1 i3 រួចហើយលូប i1 លូប i3 ចឹងនៅលូប i2 និងលូប i4 ដែលយើងត្រូវគិតចឹងលុបចោលនេះអស់ស្អាតចឹងយើងគិតលូប i2 មិនទៅណាលូប i2 លូប i2 វាប៉ះជាមួយនឹង i3 ហើយនឹងមិនទៀត i4 អត់ទេ i1 អត់ទេតែ i3 ទេណា i3 ចឹងដក 1kយើងសេ i2 មុនទៅ i3 ដាក់ក្រោយ i2 របស់យើងគឺ1គីឡូ 2k ចឹង 2k i2 ណាដក 1k i3 ហ្នឹងហើយស្មើឬក៏ដក 2vx ណាស្មើ0ឃើញទេណារូប i2 របស់យើងចឹង 2k i2 ដក 1k i3 ដក 2vx ស្មើ0 kvl អញ្ចឹងណាហ្នឹងហើយយើងយ៉ាងម៉េចយើងទុកចឹងទៅយើងទុកមិនបាច់ជំនួសទេ vx យើងទុកសមីការចឹងមកទៅអានេះយើងអាចទាញចេញមកសមីការដែរយើងអាចរុញ i4 ទៅខាងនោះអញ្ចឹងមក k i4 បូកជាមួយ vx ស្មើនឹង4ចឹងណានេះសមីការ1មកអានេះសមីការ2ទៅហើយលូបទី4លូបទី4យើងមើលវាលូបទី4យើងលូបនេះណាហ្នឹងហើយយើងលូបនេះវាប៉ះជាមួយនឹងលូបទី1លូបទី3លូបទី1លូបទី3អញ្ចឹងដកជាមួយនឹង 1k i1 តើដក 1k i1
ហើយលូបទី3គឺបូកស្របគ្នាណាវាស្របមួយលូបទី4យើងបូកនឹងមួយ k i 3ហើយមួយ k បូកជាមួយនឹង 2k i 4របស់ឯងរបស់ខ្លួនឯងហើយដកជាមួយនឹង 2vx ទេហើយបូក4ជាងស្មើ4 no ស្មើដក4រុញដល់អង្គខាងស្ដាំហ្នឹងហើយជួយមើលគ្នាណាអញ្ចឹង i1 របស់យើងវាច្រាអញ្ចឹងវាមិនវិញ លោកគ្រូសុំសួរមួយកន្លែង I4 ហ្នឹងដល់វាកាត់មិនដល់វារត់មិនបានវាកាត់មួយ I2 ដែរលោកគ្រូដល់វាកាត់នៅក្នុង loop I2 ហ្នឹងហ្មងមែនលោកគ្រូ I4 យើងរត់ចេះនេះអាចចំអានមកនេះ I4 រត់តាមនេះមិនទៀតអូបាទយល់លោកគ្រូយល់ ហ្នឹងហើយអូខេគូហ្នឹងហើយអូបាទអញ្ចឹងអរគុណលោកគ្រូអញ្ចឹងបើយើងមើលទៅលើវេស្តង់មួយនេះយើងវាប៉ះជាមួយនឹង I1 ដែរអានេះយើងលក្ខណៈយើងទៅសេកាត់បើយើងទៅសេលក្ខណៈគេហៅបើយើងសេលក្ខណៈតាមធម្មតាវាយើងរត់ពីនេះមកណាយើងរត់ពីនេះមកយើងឡើងទៅលើច្បាស់ជាជួបនឹងមួយ k ណាមួយ k កន្លែងហ្នឹងមានចរន្តប្រមាណសរសៃដែលរត់កាត់អាមួយ k ហ្នឹងមិនបាច់មើល vx ទេអាមួយ k ហ្នឹងមានចរន្ត3សរសៃគឺ i1 i3 ហើយ i4 យើងឃើញថា i4 របស់យើងគឺឡើងលើចរន្តរបស់ loop យើង i3 គឺស្របឡើងលើដែរអញ្ចឹងបូក i3 i1 ចុះក្រោមអញ្ចឹងដក i1 សេចែដល់ពីរត់ទៅលើទៀតប៉ះជាមួយនឹងដក 2vx អញ្ចឹងដក 2vx ហើយរត់ទៅទៀតវាអត់មានអីទេឆ្លាស់ដល់កន្លែងនេះបូកជាមួយមួយ k i4 ចេះហើយរត់មកក្រោមមកប៉ះជាមួយនឹងបូកជាមួយនឹង4ទៀតហើយស្មើ0អញ្ចឹងទៅហើយពលិតវងកញ្ចក់មកស៊ីសងគ្នានេះនោះទៅវានឹងឃើញដូចឲ្យយើងទៅសេត្រង់ខ្លួនតន់អត់ឃើញដូចជាមែនព្រោះនេះមួយ k i4 គឺ 2k i4 ណែ 2k i4 ហើយដកជាមួយនឹងមួយ k i1 នេះដកជាមួយនឹងមួយ k i1 ហើយបូកជាមួយនឹងមួយ k i3 នេះហើយដក 2vx នេះបូក4ដូចអង្គខាងស្ដាំស្មើដក4នេះទេគាត់ថាជាទូទៅយើងសរសេរមិនចាញ់យើងគាត់ថាទូកាត់ខ្លះទៅកុំឲ្យពិបាកលៀបវងកញ្ចក់អីនេះនោះយើងនិយាយគ្នាទាំងមុននេះដែរបានទេប៉ុណ្ណាទៅអានវិនវិនស្អីបាទលោកគ្រូនេះវិនណាវិនងមិនបាទលោកគ្រូអត់ទេខ្ញុំច្រឡំឈ្មោះហ្នឹងហើយយើងឃើញអញ្ចឹងទៅហើយយើងជំនួសទៅ i1 របស់យើងគឺ2មីលីអាំពែ2គុណនឹង 1k គឺដក2ហើយ i3 របស់យើងគឺដក2អញ្ចឹងវាដក2ទៀតណាហើយ i4 យើងធម្មតាយើងអត់មានអីនេះទេហើយដក 2vx ស្មើនឹងដក4អញ្ចឹងអានេះវា 2k i4 ដក 2vx ណាស្មើជាមួយដក4ដូចខាងនោះបូក4ស្មើ0ហ៎នេះយើងអានេះដក2ដក4នេះដកអង្គខាងស្ដាំបូក4ដក4 0ហើយយើងសម្រួល2ចោលទៅមិនដឹងទុកធ្វើអីដែរមួយ k i4 ដក vx ស្មើ0គេបានសមីការទី3គេមានសមីការទី1ទី2ទី3មាន3អញ្ញត្តិណាគឺ i2 i3 ចុះ i4 vx ចំ
អូអាសមីការទី2យើងជំនួស i3 ទៀតទៅនឹងទុកទៅអីបានលុបចោលតិចចឹងនេះសមីការទី2ចឹងលើអញ្ញត្តិបាត់សមីការទី2យើងមាន ix i3 ទៅ i3 ស្មើដល់2មីលីអាំពែអញ្ចឹងវាបាន 2k i2 អឺដកបាក់ដកបូកដក 2vx ដក 2ហើយយើងស្រួល2ចោលទៅអញ្ចឹង 1k i2 ដក vx បានដក1ណាអត់ព្រមប្រហើយសមីការទី2សមីការទី2យើងមានសមីការទី1ទី2ទី3 3សមីការញ៉ាត់របស់យើងគឺ i2 i4 ហើយនិង vx i2 i4 ហើយនិង vx យើងអាចទៅសេ summarize មកកន្លែងនេះមកណាសមីការទី1របស់យើងគឺ0 i2 តែយើងមាន i2 ទេបូកជាមួយនឹង 1k i4 បូកជាមួយនឹង vx ស្មើនឹង4ហ៎សមីការទី2 1k i2 បូកជាមួយនឹង0 i4 ដក vx មកដក1មេការទី3គឺ0 i2 បូកជាមួយនឹង 1k i4 ដក vx មក0អូខេយើងរកអីយើងរកv0 អញ្ចឹងរក v0 រកកន្លែងនេះ v0 ចាំមើលតែយើងរក i2 រក i2 ឃើញរក v0 ឃើញគុណជាមួយ 1k មកឃើញហើយដោះស្រាយមើលនេះគេស្មើនឹង0 1 1នេះ0 1 1 1 0ដក1 1 0ដក1 0 1ដក1 0 1ដក1អង្គខាងស្ដាំដក4ដក1ស្ទើរចូលហ្នឹងហើយអញ្ចឹង i2 ស្មើនឹង1 i4 ស្មើនឹង2មីលីអាំពែណាហើយនឹង vx ស្មើនឹង2 volt អញ្ចឹងដើម្បីរក i0 គឺយក i2 ណា i2 គុណជាមួយនឹង 1k ទៅគឺ1មីលីអាំពែគុណជាមួយនឹង1គីឡូគឺស្មើ1 volt ហ្នឹងហើយនឹង v0 របស់យើងគឺស្មើជាមួយនឹង i2 គុណជាមួយនឹង 1k i2 យើងគឺ1មីលីអាំពែយើងរកមិញគុណនឹង 1k មកយើងបាន1 volt ដូចគេអញ្ចឹងណា9ឥឡូវ 3.21 3.21 នេះយើងធ្វើតិចមើលទុកពេលឲ្យ5-10នាទីតោះយើងសាកគិតមើលចឹងឧទាហរណ៍ 3.21 នៅកន្លែងនេះយើងមាន6 loop តែ i1 i2 i3 i4 i5 i6 ចឹងយើងមាន6សមីការតែមុនយើងដោះស្រាយយើងមើលសិនទៅថា loop ណាដែលវាមានតម្លៃហើយដូច i3 របស់យើងគឺស្មើជាមួយនឹង 2ix ចឹងណាហ្នឹងហើយគួរloop i3 យើងប៉ះជាមួយប្រភពចរន្តហើយស្របគ្នាចឹងបូកតែគាត់ថាវា control ដោយ ix ចឹង unlock វាទៅ ix នៅកន្លែងណានេះ ix ចឹង ix កន្លែងនោះណា ix គឺស្មើជាមួយនឹង i5 minus i6 i6
ពីព្រោះតែ i5 គឺហូរចុះក្រោម i6 ហូរឡើងលើ ix របស់យើង direction ចុះក្រោមយើងស្របមួយ i5 អញ្ចឹងវាបូកនេះ i6 ដល់ហ្នឹងអូខេយើងអាចយកទៅចំនួនក្នុងទៅអញ្ចឹងវាស្មើជាមួយហ្នឹង ix របស់យើងគឺ i5 minus i6 គឺស្មើនឹង2 i5 minus 2 i6 ហើយក្នុងនោះក៏យើងមាន control parameter របស់យើងមួយទៀតគឺ vx អាចសរសេរហើយក៏បានដែរកុំឲ្យថាពិបាកទៅថ្ងៃក្រោយvx របស់យើងគឺនៅកន្លែងនេះសញ្ញាបូកនៅខាងលើហ្នឹងហើយអញ្ចឹងវាច្បាស់ជាស្មើនឹង resistance យើង 1k គុណជាមួយនឹងចរន្តរបស់យើងគឺ i1 ប៉ុន្តែ i1 នេះហូរឡើងលើ vx យើងញ៉ាំបូក expect ចរន្តហូរពីលើមកអញ្ចឹងវាដក i1 ស្មើនឹងដក 1k i1 អូខេអញ្ចឹងយើងបានប៉ុណ្ណឹងយើងសរសេរ loop មួយមកណានេះស្វ័យតោះ loop មួយរបស់យើងខាងវា i1 របស់យើង loop i1 របស់យើងមើលទៅវាប៉ះជាមួយនឹង i2 i4 i1 របស់យើងគឺ 3k ណា 1k អញ្ចឹង 3k i1 ណាបន្តមកទៀតប៉ះជាមួយនឹង i2 ណាគឺដក 1k i2 ហើយប៉ះជាមួយ i4 ដែរគឺដក 1k i4 ហើយស្មើ0ឃើញទេយើងចរន្ត loop ទី1របស់យើង loop i1 របស់យើងណាយើងវាប៉ះជាមួយនឹង i2 វាប៉ះជាមួយនឹង i4 អញ្ចឹងដក 1k i2 ដក 1k i4 ហើយសរុបទៅវា 3k i1 ណា 1k ជុំវិញហើយ KVL ណាចរន្តតង់ចុងសរុបស្មើ0ហ្នឹងអញ្ចឹងបានសមីការនឹងមួយទៅសមីការនឹងមួយហើយដោយសារយើងមាន6អាញ៉ាត់ជាងយើងសេកំពុងសមីការ6អាញ៉ាត់ទៅបើស្រួលតិចទៀតយើងសេមក 3k i1 ដក 1k i2 បូក0 i3 ទេ i3 អត់មានទេដក 1k i4 សេចង់ស្ទើកន្លែងនេះលុបចោលសិនចេញមកនេះមក 3k i1 ដក 1k i2 បូកនឹង0 i3 ដកនឹង 1k i4 បូកនឹង0 i5 បូកនឹង0 i6 ស្មើ0យើងសេអញ្ចឹងទៅដើម្បីពេលយើងដោះស្រាយប្រព័ន្ធសមីការវាស្រួលដែរកុំឲ្យច្រឡំតោះ loop ទី2របស់យើងវាច្បាស់ជាដកនឹង 1k i1 វាប៉ះមួយ i1 1k ហើយ i2 របស់យើងវាច្បាស់ជាបូក 2k i2 បូក 2k i2 ហើយដកជាមួយនឹង 1k i5 ណាយើងមើល i2 របស់យើងគឺជាប់មួយ i1 1k ជាប់មួយ i5 1k អញ្ចឹងដក 1k i1 ដក 1k i5 ហើយបាន 2k i2 ហ្នឹងហើយហើយដក6ណាបើដក6រុញទៅអង្គខាងស្ដាំវាបូក6អញ្ចឹងយើងសរសេរមួយទៀតមកយើងដក 1k i1 បូក 2k i2 បូកនឹង0 i3 បូកនឹង0 i4 ដក 1k i5 បូកនឹង0 i6 ស្មើនឹង6បាទ loop ទី3នេះយើងមើលដូចដោះស្រាយឃើញចឹងដែរនេះ
mới chùm lại dương mất đọc sai mấy khơi chẳng mấy cá ok sạch chữ hai ok này hai lúc tí bay nhớ mi rồi hai ní ai bay nè ní ai bay nè lại ní nè chân dương tôi xe từng con mấy ca bằng tới bị ngày thế dương chân việt zone ai môi anh miền tế zero I one zero I two បូកជាមួយនឹង1 I3 ទេហើយបូកជាមួយនឹង0 I4 ហើយដក2 I5 បូក2 I6 ស្មើនឹង0អូខេហ្នឹងហើយបាន0ហើយ I4 ដោយការ I4 របស់យើងវាជប់ទៅជាមួយ I1 ទេចឹងដក 1k I1 ណា I2 I3 I4 I5 ឲ្យ0ទាំងអស់បូកជាមួយនឹង0 I2 បូកជាមួយនឹង0 I3 បូកជាមួយនឹង0 I4 0 I4 មិនជក់ដៃ 1k I4 ហ្នឹងហើយហើយហើយស្អី0 I5 ក៏ប៉ុន្តែវាបូកជាមួយនឹង 2vx មកណាបូក 2vx vx របស់យើងស្មើនឹង o អូខេ vx យើងសដក 1k I1 ទៀតអញ្ចឹងវាត្រូវដក 2k I1 យល់ណាដក 2k I1 អញ្ចឹងដក 3k I1 អញ្ចឹងកែតិចទៀតបូកជាមួយនឹង0 I5 បូកជាមួយនឹង0 I6 ស្មើដក12បូក12ណាវារុញទៅអង្គខាងស្ដាំបូក12ហ្នឹងហើយហើយមែនទេមែននេះវាត្រូវដកជាមួយបូកជាមួយនឹង 2vx កន្លែងនេះទៀតណាហើយ 2vx របស់យើងគឺនេះ vx របស់យើងចឹងទៅដក 2k ដក 2k I1 ចឹងដក 3k គឺកែមកនេះដល់ទៅដក 3k I1 នេះការរៀងនេះដែរយើងកាត់ទៅណាតោះនេះយើងទៅនេះកន្លែង 2vx យើងបូកមួយ 2vx បូក 2vx ហ្នឹងហើយបូក 2vx ហើយ vx យើងស្មើដក 1k I1 ចឹងទៅជា2គុណនឹងដក 1k I1 ហ្នឹងហើយចឹងទៅដក 2k I1 ហាមិញបូកដក 1k ដែរចឹងដក3ណាហើយដាក់ពណ៌ស្នាទុក I5 របស់យើងជប់មួយ I2 I6 ចឹងណាចឹងច្បាស់ជា0 I1 ប៉ុន្តែដក 2vx វាដក 2vx ចឹងទៅជា 2k I1 ហ្នឹងហើយព្រោះ vx របស់យើងស្មើដក 1k I1 ដកបូកចឹង 2k I1 គូទៅសេបដល់ហើយណាចឹង 2k I1 I2 ចឹងដក 1k I2 I3 អត់ទេ I4 អត់ទេ I6 ហ្នឹង0 I3 0 I4 ហើយ I5 របស់យើងគឺ 2k I5 ដក 1k I6 ហើយស្មើ0 2k I1 ដក 1k I2 បូក0 I3 បូក0 I4 បូក 2k I5 ដក 1k I4 ស្មើ0ដែរអូខេ
green i6 bây giờ mơ tới dương chọn mà đi anh đi nè này chẳng i1 at i2 at i3 i4 at i5 i6 ok chẳng 0 i1 nè bột cho mình 0 i2 đọ mặc i3 bột cho mình 0 i4 đọ mặc i5 bột cho mình 3k i6 ស្មើនឹង0ហ្នឹងហើយគេបានសមីការអញ្ចឹងសេមកម៉ាត្រីសមេគុណរបស់យើងគឺគេញ៉ាត់យ៉ាងទី3 3ដក 1 0 ដក 1 3ដក 1 0 ដក 1 0 0 0 0 3ដក 1 0 ដក 1 0 0 3ដក 0 0 អូខេពីមើលគ្នាដក 1 2 0 0 ដក 1 0 0 0 ដក 1 0 ដក 1 2 0 0 ដក 1 0 អូខេទី3 0 0 1 0 0 0 0 0 0 1 0 ដក 2 2 2 2 ដក 3 0 0 1 0 0 1 ấy 0 0 0 0 ok 2 đọc 1 0 2 đọc 1 0 0 2 đọc 1 0 0 2 đọc 1 0 0 đọc 1 0 0 0 đọc 1 0 đọc 1 7 ok នេះអង្គខាងស្ដាំវិញម៉ាត្រី A របស់យើងម៉ាត្រីអង្គខាងស្ដាំរបស់យើងគឺ 0 6 0 12 0 6 0 12 0 0 ដោះស្រាយមកហ្នឹងហើយ i1 របស់យើងគឺ50មីលីអាំពែយ៉ាចុះនេះ i1 របស់យើងគឺ50មីលីអាំពែដក 12 ដក 64 162 ដក 80 ដក 48អញ្ចឹងទៅណាវាឃើញតែច្រើនពេកប៉ុន្តែតែពិតទៅវានេះទេសូនអស់ហើយហ្នឹងហើយយើងជឿញ៉ៃញ៉ៃសេយោដល់ទៅកុំពិបាកជំនួសនេះនោះវែងឆ្ងាយ6សមីការ6អញ្ញត្តិទៅដល់ទៅណាហើយមើលតិចទៅហើយរៀនដោះស្រាយតោះមិញយើងមកដល់នេះដល់ឧទាហរណ៍ 3.21 ហើយក៏ចប់ហើយចំពោះយើងចប់ត្រឹមហ្នឹងនៅខាងក្រោយគេមានការណែនាំបន្តិចតទៅជាមួយនឹង node ដល់ហើយ loop ត្រូវប្រើពេលណាយ៉ាងម៉េចចឹងណាហើយម៉ោងក្រោយយើងនឹងដោះស្រាយ learning assessment 3.19 20 21 22 23ហ្នឹងហើយចឹងយើងនៅមួយ session ទៀតទៅ learning assessment ចឹងណាហើយបន្តទៀតមាន application ផ្សេងអាចមើលទៅអានេះវាជាការបញ្យល់ជាងការដោះស្រាយតើតងជាមួយ voltage divider A1 A2 កន្លែងនេះកន្លែងដែលយើងសេរី speed របស់ motor ទេno power m ចឹង power ampli ទេ no power ampli មកបញ្ជា motor ហ្នឹងគេថាយើងបញ្ជាយើង control speed របស់ motor ហ្នឹងហើយអានេះក៏ voltage divider ដែរចំទៅមាន summary យើងមើលទៅវាដែរ KCL អីមិន loop
node នឹងប្រែពីណាមិនហើយនឹង problem ច្រើន3នឹងក៏ច្រើនដែរប្រហែលជាង100ដែរនេះធ្វើមើលគ្នាយើង106ហើយ FE exam យើងវា3 តិច1 5 exam 5ជាងវា111ហាត់ទៅណារៀនមើលរៀនធ្វើទៅជ្រុំចំពុក3 1 2 3 5សម្រាប់គ្រូធ្វើទាំងអស់ប៉ុន្តែសេក្នុងសភៅពុំទៅ original វិញគេមកដៃពុក4តទៅឃ្លីយើងអត់រៀនតាមផ្លូវនេះទេយើងរៀនតាមផ្លូវមួយទៀត operational ឃ្លីណាអបផ្លូវមួយទៀតរៀនល្អជាងយល់ល្អជាងចឹងសម្រាប់បងក្រោយយើងនឹងយើងទៀតតទៅជាមួយនឹង learning assessment ណាលំហាត់ទាំងអស់ហ្នឹងហើយបើមើលលំហាត់ exercise មិញបើសិនមានលំហាត់ណាចង់បញ្យល់នឹង capture ទៅក្នុង group បានអូនលំហាត់មិនខ្ញុំដោះស្រាយអត់ចេញទៅចង់ឲ្យគ្រូជួយបញ្យល់អីមិនហ្នឹងណាព្រោះអញ្ចឹងគ្រូមិនអាចកែតម្រូវលំហាត់ឲ្យយើងបានហើយមុននឹងចប់យើងអាននឹងតិចទៅតើនេះគឺគាត់ចង់និយាយថាលំហាត់ no យើងមាន2ណាយើងមាន node analysis និង loop analysis អញ្ចឹងពេលណាដែលយើងប្រើព្រោះវាជា technique ក្នុងការដោះស្រាយលំហាត់ដូចគ្នាអញ្ចឹងគេថាមក as a final point ពីចំណុចចុងក្រោយ it is very important to examine ទាំងទៅ examine វាបន្តិចថា circuit របស់យើងហ្នឹងណាមុននឹងយើង select analysis approach ណាមុនយើងជ្រើសរើសដំណោះស្រាយមួយណាយើងយក node ដល់ឬក៏ loopគេថា one method could be much simpler than another method មួយវាអាច simple ជាងមួយទៀតហើយ a little time invested upfront បើយើងចំណាយពេលខាងដើមបន្តិចយើងអាច save a lot of time in the long run save time ពេលក្រោយបើយើងជ្រើសរើស method ខុសវាអាច take time too long ទៅ take too much time តែពេលយើងជ្រើស method ទៅដោះស្រាយបន្តិចហើយអញ្ចឹងណាអញ្ចឹងខ្ញុំថាយើង invest ពេលដើម upfront នឹងបន្តិចយើងអាចជ្រើសរើស method គូកុំ apply ទៅអានទៅវាមានន័យអញ្ចឹងគេឧទាហរណ៍នេះតែពិតយើងធ្វើរួចហើយនៅក្នុង slide យើងមិញក៏មានគ្រូមាន indicate ដែរនេះអាលំហាត់ទី3ឧទាហរណ៍ទី 3.21 នេះគឺជាឧទាហរណ៍នៅ 3.11 នេះអង្គយើងរៀន note ដល់នៅ 3.11 ក៏យើងមានអានឹងដែរយើងមានអានឹងអញ្ចឹងណានៅទៅមើលទៅឧទាហរណ៍ 3.11 ឃើញយើងប្រើ note ហើយ 3.21 យើងប្រើ loop អញ្ចឹងយើងថ្លឹងថ្លែងមករវាង note និង loop មួយណាដែលវា simple ហើយមួយណាដែលវាចំណាយពេលច្រើនអាចថ្លឹងថ្លែងបានទេហើយអា 3.20 នេះឧទាហរណ៍ 3.20 នេះគឺយកពីឧទាហរណ៍ 3.10 មក 3.10 គឺ node analysis ហើយ 3.20 យើងដោះស្រាយតាម loop ចឹងទៅយើងថ្លឹងថ្លែងមកទៅអានោះក៏យើងធ្លាប់ដោះស្រាយហើយតាម node ដល់ឥឡូវនេះលំហាត់ដដែលយើងដោះស្រាយតាម loop មួយណាដែលវា simple ជាងអញ្ចឹងណាសភៅក៏គេបានទាញយកលំហាត់ចាស់ៗមកដោះស្រាយយើងមើលដែរអញ្ចឹងគេបាននិយាយពីឧទាហរណ៍ទី 3.10 ណាហើយ 3.20 គេដោះស្រាយតាម node គេដោះស្រាយតាម loop អូខេឥឡូវក្នុងករណីដែលគេឲ្យ circuit ចឹងណាយើងគួរជ្រើសរើសយក loop ឬក៏យើងគួរជ្រើសរើសយក node ដល់មកដោះស្រាយគេថាបើយើងមើលគេហៅពិចារណាពីខាងដើមបន្តិចវាអាច save time នៅពេលក្រោយបានច្រើនអញ្ចឹងបើយើងដើរតាម loop វាត្រូវមក loop 2 loop 3 loop no នេះអត់កើតទេ3 loop 4 loop 5 loop 6 loop 7 loop ហើយអានេះមួយទៀត8 loop
nè của việc cắt copy paste đó nhưngผมbay lúcผมbay mấy cảผมbay nhặt đó nè đó nè thế bây giờ tao sai tạm nốt anh ấy cứ nốt muối thế anh ấy nốt muối này nốt một tiệt chọc thế nhưng lạiនេះគឺ V1 V2 V3 and then V4 tới lại V2 និង V3 យើងមានតម្លៃទេណា V2 ស្មើប្រហែល V2 វាស្មើ16 V ហើយ V3 ស្មើនឹង12ណាយើងមានតម្លៃរួចហើយហ្នឹងហើយអញ្ចឹងយើងរកទៅ V1 ហើយ V4 ហ្នឹងហើយ V1 V4 ពីអញ្ញត្តិពីសម័យកាលឃើញអត់ហ្នឹងគេគឺចង់និយាយអញ្ចឹងថាវិធានវាមានហើយប៉ុន្តែអាការដែលយើងជ្រើសរើសវិធានណាយកមកប្រើអានេះវាទៅលើការសង្កេតរបស់យើងណាហើយយើងមើលទៅលើប្រភពដែលយើងមានដែរមើលទៅលើ node loop ប្រភពដែលយើងមានអញ្ចឹងទៅពីព្រោះតែបើយើងនិយាយពី loop យើងត្រូវមានប្រភពចរន្តដែរដែលយើងអាច save បានទេបើយើងគូ loop ប៉ះចរន្តហ្នឹងគឺតម្លៃ loop របស់យើងស្មើប៉ុណ្ណឹងហើយតែយើងមើលប្រភពចរន្តយើងមានមួយណាតែពីប្រភពតង់ចុងមាន1 2 3 4ជាទូទៅវាមិនថាសិគិតសិតតែអញ្ចឹងទាំងអស់វាមានសុខស្មាញយ៉ាងហ្នឹងអញ្ចឹងណាយើងប៉ុន្តែកលេចមើលសន្តានបន្តិចទៅហើយយើងអាចប្រើ loop ឬក៏ប្រើ node អញ្ចឹងណាអញ្ចឹងករណីសិគិតបច្ចេកយើងត្រូវប្រើ node ដែរដើម្បី save time ដូចនិយាយមកអញ្ចឹងអានេះគឺមួយ node ណា V1 ហ្នឹងទៅអានេះគឺ V2 នេះ V3 អានេះគឺមួយ node ទៀត V4 ហើយនឹង reference node ខាងក្រោមណាហើយ V2 V3 មានហើយ6 10 V 12 V នៅតែ V1 ហើយ V4 អញ្ចឹងទៅសេសមីការ node V1 សមីការ node V4 មកពីសមីការពីអញ្ញត្តិដោះស្រាយទៅហ្នឹងចេញបាត់តែពីសមីការពីអញ្ញត្តិពីសមីការซึ่งមិនបាច់ដោះស្រាយតាម MATLAB ទេនោះបូកបំបត្តិអីចឹងទៅហើយអញ្ចឹងខ្លឹមសារដែលគេចង់និយាយគឺចឹងឯងហើយក៏គេមានឧទាហរណ៍យើងដែរចាំទៅមើលទៅវិញទៅ 3.10 និង 3.20 3.11 និង 3.21 ពីយល់លំហាត់ចាស់ពី Node Analysis យកមកប្រើនៅក្នុង loop ដែរអញ្ចឹងដោះស្រាយនឹងតាមរបៀប loop ចឹងណាតោះណានេះបាទតោះហ្នឹងអានតិចទៅអានក៏អានខ្លួនយើងអានមើលទៅព្រោះសិតតែជាចំណេះដឹងហើយយើងអានអត្ថបទនៅក្នុង Reverse Circuit យល់វាថាយើងវាចម្រើនដែរព្រោះអានមេរៀនយល់ហើយអានអត់ចេះកន្លែងណាអត់យល់កន្លែងណាយើងពាក្យសារនេះទៅគ្រូមិនថាចេះទាំងអស់ហើយព្រោះថាគ្រូដើមមុនហើយមេរៀនប៉ុណ្ណឹងហើយអស់ហើយមេរៀនហើយនេះគាត់ថា loop analysis step 1 step 2ដូចយើងនិយាយគ្នាអញ្ចឹងយើងទៅសេ loop current មកហើយយើងប្រើស្អី KVL ដើម្បីទៅសេសមីការ loop ហើយដោះស្រាយពន្ធសមីការនៅ node ដល់ analysis យើងប្រើ KCL ហ្នឹងណាតាមហូរចេញពី node សរុបមកសូនហ្នឹងហើយយើង next session យើងនឹងនិយាយគ្នាពី learning assessment ណាហើយអាចមើលបដាមុនទៅសួរទេហាត់បីប្រឡោះអានេះគេឲ្យប្រើ mesh គេប្រើ mesh ណាមើលប្រធានគេផងចឹងប្រើ mesh យើងត្រូវប្រើ mesh ហើយនេះអូ 3.20 នេះគេឲ្យឧទាហរណ៍ 3.5 នេះចឹងយើងទៅរកឧទាហរណ៍ 3.5 មកអានោះនៅក្នុង node ដែរ 3.5 គឺ node analysis node analysis គេឲ្យដោះស្រាយតាម loop ហើយគេឲ្យ compare time and effort ពេលវេលាហើយនឹង effort របស់យើងក្នុងការដោះស្រាយហ្នឹងមួយណានេះជាងពី solution ហ្នឹងពី technique ហ្នឹង node ហើយ loop អានេះ 3.15
ដោះស្រាយតាម node ដល់វិញដោះស្រាយអានេះ loop នៅក្នុងឧទាហរណ៍មេរៀន loop ឥឡូវឲ្យប្រើ node ដល់វិញដូចគ្នាដែរយើងមើលចំណាយពេលហើយនឹង effort របស់យើងហ្នឹងវាមួយណាល្អជាងហើយអានេះគេឲ្យ using mesh analysis អត់អីទេនេះ 1 2 3នេះក៏ឲ្យ mesh ដែរតែ mesh កន្លែងនេះគឺយើងមើល mesh មានថា1ប្លោះ2ប្លោះ3ប្លោះអញ្ចឹងយើងនឹងឃើញថាវា conflict គ្នាហើយ conflict យ៉ាងម៉េចនេះប្រភពចរន្តនៅកណ្ដាលយើងថានេះ I1 ចា I1 ហើយនេះ I2 នេះ I3 I1 និង I2 វា conflict of interest ហើយនេះអញ្ចឹងអា 0.5 IH នេះប្រភពចរន្តមួយនេះរបស់ I1 ឬរបស់ I2 បើគេអត់ប្រាប់ឲ្យរកតាម mesh ទេយើងអាចរកតាម loop មានថាយើងគូស I1 យកនេះទៅហើយ I2 យកនេះមករូប I3 ចុះដល់ពេល I2 យើងអាចគូចែនេះយើងយក I2 មកយើងគូកិច្ចឲ្យប្រភពចរន្តនោះយើងឲ្យអានឹងយកទៅ I1 nàyយកអញអត់យកទេយើងគូចែបានអានេះគេហៅថាដោះស្រាយតាម loop អត់អី loop យើងដើរមិនដើរទៅតែបើគេប្រាប់ថាដោះស្រាយតាម mesh យើងអត់អាចគូ I2 ចឹងបានទេអានឹងវាទៅគេអត់ហៅថា mesh ទេចឹងដោះស្រាយចឹងខុសហើយចឹង mesh គឺ mesh មួយប្លោះចឹង I2 គឺត្រូវគូចែតែ I2 គូចែសួរថាអាប្រភពចរន្តនៅកណ្ដាលរបស់ I1 ឬរបស់ I2 យើងប្រើ super mesh ហ្នឹងហើយចឹង I2 ដើរដល់ត្រឹមនេះ I1 ដើរដល់ត្រឹមនេះហ្នឹងទៅហើយទំនាក់ទំនងក្នុង super mesh របស់យើងគឺ I1 minus I2 ស្មើនឹង 0.5 IH ស្របជាមួយ I1 ច្រាស់ជាមួយ I2 ហ្នឹងអានេះទំនាក់ទំនង super mesh របស់យើងហើយបើជាប់ IH ជាប់អីជាប់ទៅ unlock វាមក IH ស្មើអីណា IH របស់យើងគឺស្មើនឹងដក I3 IH គឺស្មើដក I3 ណាអញ្ចឹងវាចប់រឿងហើយណា3សមីការ3អញ្ញត្តិបាត់ហើយជាគូស loop I3 មកគូស loopគូស loop super mesh របស់យើងមកហ្នឹងទៅទុកបងក្រោយចុះណាតែនេះយើងស្រាយមុនក៏បានដែររៀនមើលរៀនធ្វើមក learning assessment នេះតែដូចនិយាយមើលប្រធានផងមើលប្រធានអានេះគឺមានន័យអញ្ចឹងមានន័យឲ្យប្រើ super mesh ហ្នឹងហើយណាប្រើ super mesh វាប្រាប់យើងដោះស្រាយតាម mesh អស់ហើយមេរៀនគឺអស់ចំពុក3ត្រឹមហ្នឹងយើងនៅ learning assessment ហើយដូចគ្នាអញ្ចឹងគឺថាបើមាន problem កន្លែងនេះគឺយើងដោះស្រាយទៅក្នុងកំឡុងពេលហ្នឹងបំផាត់ណាដែលថាឆ្ងល់អីអាច capture ទៅលាក់ក្នុងរូបមក Telegram លាក់មុនមកដើម្បីដល់ម៉ោងបរៀនគ្រូអាចបញ្យល់បន្ថែមហើយបន្តទៀតយើងនឹងទៅចំពុក5ពុក4យើងនឹងរំលងសិនទាក់ទងនឹង operational amplifier op-amp យើងនឹងទៅសៀវភៅមួយទៀតយើងរៀនសៀវភៅមួយទៀតហើយសៀវភៅនេះក៏យើងនឹងមើលដែរព្រោះថាវាមិន detail ល្អដូចសៀវភៅមួយទៀតទេយើងទៅចំពុក5ចប់ចំពុក3យើងទៅចំពុក5សិនចាំយើងត្រឡប់មកចំពុក4ក៏វាអត់អីជួយពាក់ព័ន្ធទេហើយចំពុក5ហ្នឹងទាក់ទងជាមួយនឹងតំណាងហើយ not done ហ្នឹងហើយហ្នឹងគឺមេរៀនសំខាន់ហើយចំពុក5ណាហើយមិនតាមមិនទាន់ណាគ្រូបានផ្ញើវីដេអូមួយចំនួនដែរទាក់ទងដោះស្រាយគឺដោះស្រាយឧទាហរណ៍គេរកmaximum current maximum power អញ្ចឹងរក maximum power ទៅធ្វើម៉េចទៅដោះស្រាយតាមតំណាងណា
ទៅចូលចំពុក5នេះ additional analysis technique បើថា analysis technique ថែមទៀតបន្តទៀតថែមមាន linearity ណាហើយ superposition មាន Norton អីចឹងទៅ